សួស្តីអ្នកទាំងអស់គ្នាខ្ញុំគីហើយខ្ញុំនឹងបង្ហាញអំពីសកម្មភាពមួយថ្ងៃពេញតែខ្ញុំទៅណាខ្លះហើយឥឡូវនេះកំពុងតែតែងខ្លួនទៅយក spot free នៅ Land ចាន់រឿងឆេះ club ក្រោមដីអត់ដូចខ្ញុំអានត្រូវចំណងជើងនឹងឲ្យតោះទស្សនាមើលទាំងអស់គ្នាចង់បានសម្បត្តិ free ចង់បានមកសម្បត្តិ free តែមើលវិញក៏ឆ្លាតដោយ high content អញ្ចឹងណានេះមកចង់បានបាត់សម្បត្តិ free ដែរឡើងមុខស្មើដូច high content នេះខ្ញុំខំទៅ1ម៉ោងមុននេះហ្នឹងនៅតែមានមនុស្សច្រើនទៀតអ្នកនរគ្នាអើយអញ្ចឹងការយកសពតកនរបស់ខ្ញុំត្រូវបានបរាជ័យហើយអញ្ចឹងហើយខ្ញុំក៏ចោះមកមើលផ្សារទៅនៅគេទៅអានេះគេធ្វើរៀងរាល់សៅរ៍អាទិត្យណាគាត់មិនបានមើលទេមកផ្សារគេរៀងរាល់សៅរ៍អាទិត្យគេធ្វើមកមើលថានៅថៃថេនេះគេថៃគេខ្លះដោយសារមានអីមើលច្រើនទេខ្ញុំឃើញ Miniso គេ discount 30 ទៅ 50% ដែរអញ្ចឹងយើងសាកទៅមើលថានឹងមានអីគេខ្លះដែល discount និយាយមែនខ្ញុំឆ្លាញ់ Miniso ត្រង់ថាគេរៀបចំហាងគេស្អាតមែនទេនេះហើយផ្កាខាត់ណាគេហៅ broccoli ហ៎ broccoli នេះ broccoli ចិត្តផ្សិតជាងគេអូពីវជីវិតមានតែការក្អកនេះបាយសាច់ជ្រូកចាថាមីសោះអូមីច្រឡំចឹងអានេះផ្លូវមាន់អូមិនតុនដូចនេះបាននេះដូចប្រហិតអានេះអានេះបាយតំណើបប្រហិតប្រហិតប្រយោអីស្វាយនេះអានេះស៊ូស៊ីដូចលឹងនេះតែចេះលេងល្បែងនេះហត់ចាប់បាត់ហើយចេះមើលទៅណានេះមើលមកកាមេរ៉ាមើលទៅណាទៅកូនអូឃើញក្បាលឃើញនឹងធំណាតែយើងឈប់ពីជិះដាក់អើយសម្រាប់ចេញពី Heritage ហើយគឺយើងបានទៅឈ្មោះទៅបុណ្យភូមិវត្តបូរនៅទាំងអស់គ្នាហើយបុណ្យភូមិនេះគេធ្វើមួយឆ្នាំតែម្ដងឯងហើយម្ដងហ្នឹងគេធ្វើ2ថ្ងៃអញ្ចឹងជាក់ស្ដែងថ្ងៃនេះតាមបានទៅចូលរួមលើកទី1ផ្លែឈើគេរៀបស្អាតដែរណាហើយនោះនេះដើរបាច់កាស្រូវនំប៉័ងតើតែនំប៉័ងជ័រមែនអូជ័រតើស្មានមែនតែនបាទលឹកនេះថៃមែនតែននេះមែនតែនអូខេមែនតែនអូខេបាទនេះមែនតែននេះនំប៉័ងមែនតែនរូបកពើរូបអីចឹងដែរខាងគេក៏ស្អាតដែរនេះអូគួរតែទៅមើលខាងក្នុងក្នុងនោះមែនតែនហើយចាដើរកាន់កៅទឹកនេះលោកកបោបលោកអីហើយក្មេងមកមើលផលិតផលខ្មែរហើយមាន2នាក់ដើរពេលលីអាវ៉ាសាញាក់មកលេលើបុណ្យភូមិវត្តបូរភាគច្រើនគឺគេដាក់តាំងនៅផលិតផលខ្មែរទាំងអស់អ្វីដែលខ្ញុំសង្កេតឃើញក្នុងបុណ្យភូមិហ្នឹងភាគច្រើនគឺជាជនជាតិបរទេសនិយាយរំទៅគឺ vibe បរទេសហ្មង
សុទ្ធតែបរទេសរបស់ខ្មែរអត់សូវមានទេហើយខ្ញុំក៏បានថតប្រម៉ូទក្នុង TikTok ខ្ញុំដែរឃើញថាមានប្រជាពលរដ្ឋខ្មែរយើងច្រើនមែនទែនដែលគាត់សាកសួរពីទីតាំងនិងការប្រារព្ធពិធីរបស់កន្លែងនេះដែរហើយខ្ញុំគិតថាអ្នកទាំងអស់គ្នានៅសៀមរាបអាចមកលេងនៅនឹងបានប៉ុន្តែចាំមើលពេលគេដាក់អាណោម្ដងទៀតអ្នកទាំងអស់គ្នាចាំមកលេងទៅហើយដោយសារខ្ញុំញ៉ាំអីនៅកន្លែងមិញនោះខ្ញុំញ៉ាំអត់ឆ្អែតឥឡូវទៅរកទៅមកកន្លែងទៀតអានេះទៅមកផ្សារហុយលេងនៅសៀមរាបអ្នកទាំងអស់គ្នានឹងស្គាល់ច្រើនហើយខ្ញុំមកញ៉ាំនំមាត់ឆ្នាំងខ្ញុំនិយាយមែនអ្នកលក់នឹងសណ្ដែកផ្អែមហើយមុខស្អាតទៀតសំខាន់ណាបានប្តីជនជាតិបារាំងទៀតអ្នកទាំងអស់គ្នាអើយហើយនំគាត់នេះមានប្រភពនៅខេត្តកំពតអញ្ចឹងមកលក់នៅសៀមរាបអញ្ចឹងមកខ្ញុំនៅសៀមរាបខ្ញុំបាច់ទៅកំពតខ្ញុំញ៉ាំនៅហ្នឹងក៏បានដែរហើយនេះត្រីអណ្ដែងបំពងស្រួយហើយយើងផ្ទាប់ជាមួយបន្លែញ៉ាំឥឡូវទៅឆ្ងាញ់ប៉ះម្ទេសមកក្របអូយញាក់សាច់តែម្ទេសគេនឹងឆ្ងាញ់អ្នកនរគ្នាតែខ្ញុំខ្ញុំញ៉ាំហឹលបានច្រើនចឹងទៅមានតែផ្ទុះតែម្ដងឥឡូវមកសាកនំមាត់ឆ្នាំងតើវាពិសេសពិសាប៉ុណ្ណានិយាយពីរសជាតិវិញក៏ឆ្ងាញ់ដែរអ្នកនរគ្នាបើហាបាននៅសៀមរាបចង់ញ៉ាំនំមាត់ឆ្នាំងបើតែនៅផ្សារហុយលេងហ្នឹងមកគេមានលក់ហើយចឹងដំណើររយៈពេលមួយថ្ងៃពេញរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងហើយអញ្ចឹងហើយជួបគ្នានៅវីដេអូបន្ទាប់បាយ